តើមានវិធីធ្វើឲ្យកម្មវិធីដំណើរការម្ដងហើយម្ដងទៀតដោយមិនចាំបាច់សរសេរកូដដដែលៗច្រើនដងទេនៅក្នុងវីដេអូនេះយើងនឹងរៀនអំពី while loop នៅក្នុងភាសា C ដែលអាចឲ្យកម្មវិធីធ្វើការងារដដែលៗដោយស្វ័យប្រវត្តិតើអ្វីទៅគឺជា while loop អញ្ចឹង while loop នៅត្រង់នេះគឺមានន័យថាគឺជា loop មួយដែលប្រើសម្រាប់ធ្វើការងារដដែលៗដរាបណាលក្ខខណ្ឌនៅតែពិតមានន័យថាបើលក្ខខណ្ឌពិតកូដនឹងដំណើរការម្ដងហើយម្ដងទៀតរហូតដល់លក្ខខណ្ឌមិនពិតវានឹងឈប់ដំណើរការភ្លាមអូខេឥឡូវយើងនឹងកលេសទៅមើល flow chart ទាំងអស់គ្នាថាតើវាមានរូបរាងយ៉ាងដូចម្ដេចបន្ទាប់មកទៀតខ្ញុំនឹងបញ្យល់អំពី flow chart លម្អិតហើយបន្ទាប់មកខ្ញុំនឹងមកបញ្យល់កូដវិញអូខេនេះគឺជា flow chart សម្រាប់ while loop របស់យើងនៅថ្ងៃនេះអញ្ចឹងអ្វីដែលយើងឃើញទី1គឺ while ត្រង់នេះមានន័យថា start ហើយបន្តមកទៀត condition គឺបន្ទាប់ពីយើង start ហើយយើង input ហើយវានឹង check លក្ខខណ្ឌអញ្ចឹងនៅពេលដែលយើងបញ្ចូលតម្លៃ e ឧទាហរណ៍ថាយើងបញ្ចូលតម្លៃ e ស្មើ5អញ្ចឹងមានន័យថា e ទី1 e ស្មើ1នៅពេលដែលយើងបញ្ចូលតម្លៃ n ចូលទៅឧទាហរណ៍ថា e ត្រូវតែទៅជាងឬស្មើ n អញ្ចឹងយើងបញ្ចូលតម្លៃ n ឧទាហរណ៍ថា n យើងស្មើ5អញ្ចឹងកន្លែងដែលយើង input n ស្មើ5ហ្នឹងវានឹង check លក្ខខណ្ឌហើយថា e តូចជាងឬស្មើ5ឬនៅអញ្ចឹងបើសិនតែវាតូចជាងវាពិតនៅពេលដែលវាពិតវានឹង load មក print ទី1អញ្ចឹងវា load មកកន្លែង print បន្ទាប់ពី print ហើយវានឹងទៅ check លក្ខខណ្ឌម្ដងទៀតថា e ស្មើប៉ុន្មានអញ្ចឹងនៅពេលដែលវា check វា print បានម្ដងវានឹងបូកថែមមួយទៀតអញ្ចឹងឥឡូវស្មើ2អញ្ចឹង2តូចជាង5ដែរឬទេអញ្ចឹងនៅពេលដែល2តូចជាង5ប្រកាសជាវា load មកកន្លែង print ទី2រហូតដល់ e ស្មើ5នៅពេលដែល e ស្មើ5វានឹង end បាទមានន័យថាវានឹងបញ្ចប់នៅដំណើរការរបស់ loop ឥឡូវយើងនឹងកលេចមកមើលកូដរបស់យើងវិញអូខេកូដរបស់យើងគឺអត់សូវខុសគ្នាពី for loop ប៉ុន្មានទេអ្វីដែលខុសគ្នាត្រង់នេះគឺកន្លែង while យើងបដូរពី for មកដាក់ while វិញត្រង់កន្លែងនេះគឺ e ហើយបន្តមកទៀត e ត្រូវតែតូចជាងឬស្មើ n ដូចខ្ញុំបានបញ្យល់នៅក្នុង flow chart មិញហើយបន្តមកទៀតយើងឲ្យវា print អញ្ចឹងនៅពេលដែលយើងឲ្យ print តើវា print អីគេអូខេឥឡូវដើម្បីកាន់តែច្បាស់យើងនឹងចូលទៅរ៉ានកម្មវិធីនឹងបងប្អូនដើម្បីងាយស្រួលយល់ឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំឲ្យ n យើងស្មើ5តើវាចេញលេខប៉ុន្មានអញ្ចឹងវាចេញលេខពី1រហូតដល់5ពី0រហូតដល់5ឥឡូវយើងមើលកន្លែងដែលយើងបានរ៉ានកម្មវិធីហើយនឹងកូដរបស់យើងទី1 while បើសិនតែ e នេះនៅពេលដែល n យើងស្មើ5 e យើងរឹបចាប់ពី0ទៅវានឹងស្មើប៉ុន្មានអញ្ចឹងនៅពេលដែល e ស្មើ0វាតូចជាង5ឬអត់បើវាតូចវាប្រកាសជា print e មានន័យថា e ស្មើ0 print 0អញ្ចឹងនៅពេលដែលវា print ហើយវានឹងថែមមួយទៀតអញ្ចឹងវានឹងថែមមួយទៀតរហូតដល់ e ទី1អញ្ចឹង e ទី1តូចជាង5ឬអត់ប្រកាសជាតូចបន្ទាប់ពីតូចវា print e ម្ដងទៀតអញ្ចឹង e លេខ1ហើយវានឹងទៅបូកថែមម្ដងទៀតទៅចូល e ទី2អញ្ចឹង e ទី2តូចជាង5អញ្ចឹងតូចជាង5វា print ម្ដងទៀតគឺ e លេខ2អញ្ចឹងវា print រហូតដល់ e ស្មើ5បានវាចប់ដំណើរការរបស់កូដតមកទៀតឧទាហរណ៍ថាខ្ញុំដាក់ e យើងស្មើ20អញ្ចឹងវាប្រកាសជាចេញពីលេខ0ដល់លេខ20អូខេអញ្ចឹងនេះយើងវាគិតចាប់ពីលេខ0រហូតដល់លេខ20អូខេសរុបមកវិញ while loop គឺប្រើសម្រាប់ការសរសេរកូដដដែលរហូតដល់លក្ខខណ្ឌដែលបានកំណត់ដូច្នេះបើសិនតើអ្នកទាំងអស់គ្នាបានមើលវីដេអូពីដើមរហូតដល់ចប់បើមានចម្ងល់អ្វីផ្សេងៗអាច comment នៅខាង